Ba chuẩn bị xua phong mai bong ôn tỏ ngày ní nhôm chạy đầm lệនៅវីដេអូមួយតាក់ទងជាមួយរបៀបបើកបរសាកល្បងនៅក្នុងទីលានប្រឡងយកបានបបរបស់យើងគឺផ្នែកអនុវត្តចកូតអញ្ចឹងបងប្អូនបានដឹងខ្លះហើយតាក់ទងមួយការប្រឡងដើម្បីបានបបមួយណាអញ្ចឹងយើងត្រូវឆ្លងកាត់ពីដំណាក់កាលទី1គឺការប្រឡងទ្រឹស្ដីតាមរយៈកុំព្យូទ័រអញ្ចឹងយើងនៅពេលដែលយើងប្រឡងទ្រឹស្ដីជាប់ទើបយើងមានសិទ្ធិមកឡើងចកូតអញ្ចឹងនៅពេលដែលបងប្អូនប្រឡងទ្រឹស្ដីចប់បងប្អូនមកស្ដាប់ឈ្មោះឡើងចកូតតចឹងឧទាហរណ៍ថាពេលដែលបងប្អូនត្រៀមប្រឡងចកូតបងប្អូនអាចមើលវីដេអូនេះមុនបានដើម្បីត្រៀមលក្ខណៈដើម្បីកុំឲ្យមានការភ័យកុំឲ្យមានការស្លន់ចឹងទៅណាអញ្ចឹងយើងមើលវីដេអូនេះដើម្បីយល់ពីតិចនិចមួយចំនួនដើម្បីដឹងពីរបៀបប្រឡងរបៀបអីមួយចំនួនមុនដើម្បីត្រៀមលក្ខណៈដើម្បីកុំឲ្យមានការភ័យខ្លាចណាតោះអញ្ចឹងនៅពេលដែលបងប្អូនប្រឡងទិស័យជាប់ហើយបងប្អូនមកស្ដាប់ឈ្មោះឡើងចកូតណាអញ្ចឹងនៅពេលដែលបងប្អូនស្ដាប់ឈ្មោះឡើងចកូតនៅពេលដែលបងប្អូនឮឈ្មោះបងប្អូនកាន់សម្ភារពីគណៈកម្មការមួយច្បាប់ហើយធ្វើការកាន់ឡើងឡានតាមបច្ចេកទេសពេលប្រឡងបងប្អូនដើរមកគឺកុំដើរពីមុខឡានចូលឡានហ្មងគឺបងប្អូនដើរពីក្រោយឡានរបស់យើងហ្នឹងគឺចូលឡានហើយនៅពេលដែលបងប្អូនចូលមកដល់ឡានបងប្អូនបើកទ្វារចូលឡានមកអ្វីដែលបងប្អូនត្រូវធ្វើមុនគេពេលចូលមកដល់ឡានគឺបងប្អូនពាក់ខ្សែក្រវ៉ាត់ណាកុំភ្លេចណាទាញខ្សែក្រវ៉ាត់ពាក់មកបាទដៃស្ដាំទាញមកហើយដៃឆ្វេងលូកចូលខ្សែក្រវ៉ាត់មកបន្ទាប់ពីយើងពាក់ខ្សែក្រវ៉ាត់ហើយមួយទៀតបងប្អូនអាចធ្វើការសេរីកៅអីឡានរបស់យើងខិតមុខខិតក្រោយតាមប្រវែងជើងដែលយើងចង់បានអញ្ចឹងកៅអីឡានខ្លះគាត់អាចមានដែកនៅខាងក្រោមក៏ផ្លូវរបស់យើងនេះអាចរុញខិតមុខខិតក្រោយហើយឡានខ្លះទៀតគេហៅថាតេឡេគេហៅជាតេឡេអូតូអញ្ចឹងយើងចុចវាទៅមុខយើងមកណាបន្ទាប់ពីរៀបចំខ្លួនហើយបងប្អូនអាចអនុវត្តបានហើយអញ្ចឹងពេលរៀបចំខ្លួនហើយបងប្អូនកាន់សោបញ្ឆេះម៉ាស៊ីនមកទៅសាឡាននេះខ្ញុំប្រើ Smart Key ខ្ញុំជន់ប្រាំងដើម្បីឡានឆេះអូខេអញ្ចឹងនៅពេលដែលឡានឆេះមុននឹងបងប្អូនអនុវត្តតម្រូវឲ្យបងប្អូនគ្រប់តាមផ្លាកសញ្ញានៅស្ដាំដៃណាបងប្អូនងាកទៅស្ដាំដៃទៅហើយគ្រប់តាមផ្លាកសញ្ញាមកដូចជាចាប់ដើមភ្លាមបងប្អូនឃើញផ្លាកសញ្ញាលេខ20បើថាកំណត់ល្បឿន20គីឡូម៉ែត្រក្នុង1ម៉ោងអញ្ចឹងមានន័យថាក្នុងទីលានប្រឡងរបស់យើងអាចបើកល្បឿនលើស20បានទេអញ្ចឹងយើងអាចបើកត្រឹម10ឬក៏15ទៅបានហើយកន្លែងណាពិបាកក៏យឺតជាងនឹងតិចតួចទៀតចឹងទៅណាបាទអញ្ចឹងយើងឃើញផ្លាកសញ្ញាអញ្ចឹងមិនថាក្នុងទីលានប្រឡងរបស់យើងដាច់ខាតទី1បងប្អូនបើករៀងយឺតហាមលឿនណាកណ្ដាលលឿនពេកកន្លែងបត់កន្លែងអីពិបាកបងប្អូនអាចបត់អត់ទាន់ព្រាអត់ទាន់ណាបាទអញ្ចឹងនៅពេលដែលបងប្អូនដឹងពីផ្លាកសញ្ញាកំណត់ហើយបងប្អូនអាចជន់ហ្វ្រាំងដើម្បីធ្វើការដាក់លេខអញ្ចឹងយើងដាក់លេខ D ទៅមុខមកណាហើយបងប្អូនមើលទៅផ្លាកសញ្ញាតទៀតមកហើយទំហំផ្លូវក្នុងទីលានប្រឡងរបស់យើងបងប្អូនឃើញទំហំផ្លូវរៀងធំគួរសមទេហើយការបើកឡានបងប្អូនស្មានចុងក្បាលឡានរបស់យើងតម្រង់នៅកដាលប្រអប់កដាលផ្លូវរបស់យើងមកមិនបាច់ខិតឆ្វេងខិតស្ដាំនាំតែខ្លាច់គៀកទៅស្ដាំគៀកទៅឆ្វេងនាំតែប៉ះខឿនប៉ះអីទេអត់ទេណាអូខេអញ្ចឹងបងប្អូនងាកទៅលើខាងមុខយើងឃើញទួលមួយហើយបងប្អូនងាកទៅសំដៅលើទួលនោះបងប្អូនឃើញផ្លាកសញ្ញាមួយគេថាពាក្យថាឈប់អញ្ចឹងក្នុងទីលានប្រឡងរបស់យើងរាល់ការជិះជួបផ្លាកសញ្ញាឈប់ដាច់ខាតបងប្អូនត្រូវតែបានឈប់ក្រោយគំនូសពណ៌សបងប្អូនមើលពីចម្ងាយទៅឃើញលើទួលនោះឃើញគំនូសពណ៌សហើយអញ្ចឹងបងប្អូនជួយវាពីក្រោមតិចទៅរហូតចុងក្បាលឡានយើងស្មានថាជិតដល់គំនូសពណ៌សក្រោម1ម៉ែត្រហើយបងប្អូនធ្វើការជន់ហ្វ្រាំងឡានរបស់យើងនឹងឈប់ហើយធ្វើការរាប់1វិនាទី2វិនាទី3វិនាទី4វិនាទី5វិនាទីហើយចាំយើងដកជើងញ៉ាំហ្វ្រាំងស្រាជួយគេឡើងទៅវិញហើយជួយគេតិចទៅបានហើយមិនបាច់ទៅប្រឹងពេកណាបាទបន្តមកទៀតយើងឃើញមុខឡានយើងសេរីឲ្យចំប្រឡោះកដាលផ្លូវនឹងមកកុំឲ្យខិតស្ដាំខិតឆ្វេងនៅប៉ះដៃស្ពានសេរីឲ្យចំកដាលមកបាទបន្តមកទៀតបងប្អូនងាកទៅស្ដាំដៃរាល់ជិះដល់ឡើងផ្លូវបំបែកបងប្អូនត្រូវតែចេះមើលផ្លាកសញ្ញានៅស្ដាំដៃកន្លែងកែងស្ដាំដៃផ្លាកសញ្ញាព្រួយចង្អុលបែបម៉េចបងប្អូនត្រូវគ្រប់បែបហ្នឹងបើព្រួយចង្អុលបត់ឆ្វេងបងប្អូនត្រូវតែបត់ឆ្វេងព្រួយចង្អុលបត់ស្ដាំបងប្អូនត្រូវតែបត់ស្ដាំព្រួយចង្អុលទៅត្រង់បងប្អូនត្រូវតែទៅត្រង់ឥឡូវនេះយើងជួបផ្លាកសញ្ញាព្រួយចង្អុលបត់ឆ្វេងអញ្ចឹងបងប្អូនវាយសញ្ញោឆ្វេងបត់ឆ្វេងមករាល់ការបត់បងប្អូនត្រូវចេះមើលទីធ្លាផ្លូវបត់ឆ្វេងកុំគៀកឆ្វេងពេកប្រយ័ត្នកង់ក្រោយឡើងខឿនបត់ស្ដាំកុំគៀកស្ដាំពេកប្រយ័ត្នកង់ក្រោយឡើងខឿនអញ្ចឹងរាល់ការបត់បងប្អូនត្រូវចេះមើលទីធ្លាកន្លែងទលាយអំប៉ោងទៅកន្លែងទលាយតិចណាតាមដានចុងក្បាលឡានយើងអំប៉ោងទៅទលាយតិចមកដូចឥឡូវបត់ឆ្វេងខ្ញុំយកក្បាលឡានខ្ញុំអំប៉ោងខិតស្ដាំតិចដើម្បីទលាយបន្តមកទៀតពេលដែលបត់បងប្អូនវិលកូដដេញស្ទង់មកតាមដានក្បាលឡានយើងមកហើយបងប្អូនមើលផ្លាកសញ្ញាតមកកន្លែងនេះផ្លាកសញ្ញាតម្រូវឲ្យយើងបត់ឆ្វេងឃើញព្រួយបត់ឆ្វេងណាអញ្ចឹងសម្រាប់សិស្សខ្លះគាត់ភ្លេចមើលព្រួយបងប្អូនអាចងាកទៅមើលគំនូសខាងមុខគំនូសពណ៌លឿងខាន់ជាប់ច្រើនអញ្ចឹងខាន់ធ្នេអញ្ចឹងបើថាគំនូសពណ៌លឿងហ្នឹងគេអត់ឲ្យឆ្លងកាត់ទេអញ្ចឹងប្រយ័ត្នថាបងប្អូនភ្លេចមើលផ្លាកសញ្ញាហើយភ្លេចមើលគំនូសទៀតច្រឡំទៅត្រង់ពេលប្រឡងគណៈកម្មការចាប់បាច់ធ្លាក់អញ្ចឹងបងប្អូនត្រូវបត់ឆ្វេងចូលផ្លូវទី1បងប្អូនឃើញគេដាក់នោះអក្សរសិទ្ធផ្លូវបត់បែនច្រើនសារអញ្ចឹងព្រួយអល់បត់ឆ្វេងចូលផ្លូវទី1អក្សរសិទ្ធអញ្ចឹងបត់ឆ្វេងបងប្អូនកុំគៀកឆ្វេងពេកតាមដានចុងបាឡានហៀទៅបន្តិចទៅវាយសញ្ញោឆ្វេងហៀឲ្យបាឡានហៀទៅខាងនោះបន្តិចទៅបដិញ្ញកូនមកណាបាទឲ្យវាហៀទៅខាងនោះបន្តិចហើយមើលថាស្ទើរវិលគោច្រើនមកហើយព្យាយាមយឺនណាបត់
ធ្វើមកយឺតបន្តិចដើម្បីបត់ឲ្យតន់ហើយនឹងពលាយតន់ប្រយ័ត្នបត់លឿនពេកបត់អត់តន់ពលាយអត់តន់ណាព្រោះផ្លូវយើងមិនធំហ្មងទេណាតែក៏មិនតូចពេកដែរអូខេនេះឲ្យឈ្មោះថាផ្លូវសរសិតអញ្ចឹងបងប្អូនបត់ឆ្វេងផ្លូវសរសិតមកបត់ឆ្វេងយកឡងខិតស្ដាំបន្តិចមកតាមដានចុងក្បាលឡានខ្លួនឯងមកអូខេលុញចកោតតិចសិនមកដល់ពេលខ្លាច់ជ្រុលយកចកោតច្រើនមកមកជុំកន្លះមកកុំថាំចកោតពេកណាអូខេបងប្អូនមើលផ្លាកសញ្ញាតមើលផ្លូវតទៀតមកបត់ស្ដាំម្ដងកុំគៀកខឿនស្ដាំពេកយកចុងក្បាលឡានហៀទៅបន្តិចមកអូខេតាមដានក្បាលឡានរបស់យើងមកថ្នមជើងចេះគ្រប់គ្រងហ្វ្រាំងឲ្យបានយឺតបំផុតដើម្បីស្រួលវិលចកោតមកអូខេបន្តមកទៀតបងប្អូនឃើញកន្លែងកែងឲ្យតែឃើញផ្លាកសញ្ញាបងប្អូនព្យាយាមគោរពណាដូចនៅផ្លាកសញ្ញានេះឡើងកែងនេះមុននឹងបត់ស្ដាំបត់ឆ្វេងឬក៏ទៅត្រង់មើលផ្លាកសញ្ញាច្បាស់ថាផ្លាកសញ្ញាចង្អុលទៅណាអញ្ចឹងផ្លាកសញ្ញានេះតម្រូវឲ្យយើងបត់ស្ដាំកុំឲ្យគៀកខឿនស្ដាំពេកយកឡងខិតឆ្វេងតិចមកបាទពេលដែលយើងគិតថាលែងឡើងខឿនហ្នឹងវិលចកោតឲ្យច្រើនតិចមកកន្លះជុំកន្លះមកអូខេបន្តមកទៀតគោរពផ្លាកសញ្ញាតម្ដងនេះមានគំនូសមួយគំនូសពណ៌សកាត់ទៅទាំងផ្លូវគេឲ្យឈ្មោះថាគំនូសថ្មើរជើងអញ្ចឹងកន្លែងនេះផ្លូវ8/4ផ្លូវប្រសពតែងតែមានគំនូសថ្មើរជើងឆ្លងកាត់អញ្ចឹងពេលបងប្អូនជិះម្ដងហ្នឹងឈប់មើលឆ្វេងមើលស្ដាំសិនមកហើយមើលផ្លាកសញ្ញាមកអញ្ចឹងផ្លាកសញ្ញាចង្អុលទៅត្រង់កន្លែងនេះឈប់ឲ្យមើលឆ្វេងមើលស្ដាំបើអត់មានឧបសគ្គទេបងប្អូនឈប់តែ1វិនាទីក៏បានដែរហើយមើលផ្លាកសញ្ញាចង្អុលទៅត្រង់យើងទៅត្រង់មកកន្លែងនេះយើងទៅត្រង់បន្ទាប់ពីទៅត្រង់បងប្អូនទៅត្រង់មកម្លឹងដល់កន្លែងនេះបងប្អូនឃើញផ្លាកសញ្ញាមួយគេដាក់ថាហាមបត់ឆ្វេងអញ្ចឹងពេលណាហាមបត់ឆ្វេងបងប្អូនទៅបត់ស្ដាំហើយការបត់ស្ដាំរបស់យើងមិនបត់ទៅផ្លូវមួយនោះទេគេដាក់សញ្ញាដកអញ្ចឹងផ្លូវនោះគេឲ្យបត់ស្ដាំចូលទេគឺគេឲ្យបត់ផ្លូវចូលផ្លូវអក្សរ S ឲ្យឈ្មោះថាអក្សរ S អញ្ចឹងពេលដែលបត់ស្ដាំត្រឡប់ក្រោយអញ្ចឹងបងប្អូនកុំគៀកស្ដាំពេកងាកឲ្យឡងខិតនេះបន្តិចមកអាចមកចិត្តគំនូសពណ៌លឿងនេះកដាបន្តិចមកហើយមើលចុងក្បាលឡានបដិញចកោតប៊ូងអស់មកណាមើលតាមដានក្បាលឡានលុញអស់មកបាទហើយបញ្ជាក់ពេលប្រឡងយើងព្យាយាមបើកឲ្យយឺតបត់ឲ្យបានពលាយបានបើករណីបត់ម្ដងអត់ផុតមានការដូរលេខទៅក្រោយគណៈកម្មការចាប់ឲ្យធ្លាក់ព្រោះពេលប្រឡងគេអត់ឲ្យដូរលេខទៅក្រោយណាបត់ម្ដងឲ្យផុតអានេះឲ្យឈ្មោះថាផ្លូវអក្សរ S អញ្ចឹងកោងតិចតាមអក្សរ S មកបាទបដិញចកោតអាចវាយសញ្ញោឆ្វេងមកកោងឆ្វេងញោឆ្វេងមកតាមដានក្បាលឡានដេញចកោតយើងមកតាមដានក្បាលឡានយើងបដិញតាមរៀងផ្លូវមកហើយតែយឺតបន្តិចណាគ្រប់គ្រងហ្វ្រាំងរបស់យើងឲ្យយឺតកុំឲ្យលឿនពេកកណ្ដាលលឿនពេកបត់អត់តន់ពលាអត់តន់ទេអូខេតាមដានចុងក្បាលឡានយើងឲ្យជាប់មកបត់ស្ដាំយើងសញ្ញោស្ដាំតិចបដិញមកបើខ្លាចជ្រុលជាប់ខាងឈប់ពលបដិញមកនេះអូខេបាទជើងមើលក្បាលឡានមកបន្តមកទៀតបងប្អូនដល់ផ្លូវ8បងប្អូនមើលផ្លាកសញ្ញាស្ដាំដៃឡើងកែងស្ដាំដៃឲ្យជាប់ណាកុំភ្លេចមើលផ្លាកសញ្ញាស្ដាំដៃបើភ្លេចមើលឃើញព្រួយចង្អុលខុសពីយើងបត់ខុសពីព្រួយដែលយើងចង្អុលឲ្យគឺធ្លាក់ពេលប្រឡងណាអញ្ចឹងយើងបត់ស្ដាំប៉ុន្តែមើលចរាចរណ៍ទៅហើយយើងបត់ស្ដាំកុំគៀកខឿនស្ដាំពេកយកឡងខិតឆ្វេងចេះតិចមកពេលដែលឃើញក្បាលឡានលេងឡើងខឿនហើយវិលឲ្យច្រើនតិចមកដើម្បីកុំឲ្យស៊ីផ្លូវគេច្រើនពេកអូខេអញ្ចឹងមកផុតរហូតដល់មុខត្រង់យើងពលាចកោត្រង់វិញមកអូខេបន្តមកទៀតជិះមកដល់កន្លែងនេះដល់ផ្លូវ8/4ម្ដងទៀតហើយមានគំនូសថ្មើរជើងម្ដងទៀតអញ្ចឹងពេលជិះម្ដងហ្នឹងបងប្អូនឈប់ម្ដងទៀតមកឈប់បងប្អូនមើលឆ្វេងមើលស្ដាំមកតើមានចរាចរណ៍ឆ្លងកាត់អត់បើអត់មានដដែលមើលព្រួយដដែលព្រួយចង្អុលទៅណាទៅនឹងដដែលណាព្រួយចង្អុលទៅត្រង់យើងទៅត្រង់មកពេលដែលបងប្អូនទៅត្រង់ជាលើកទី2កន្លែងនេះកន្លែងផ្លូវ8/4នេះបងប្អូនត្រូវដឹងថាកន្លែងនេះគេឲ្យតម្រូវឲ្យយើងចូលប្រអប់ទី1នេះឲ្យឈ្មោះថាសតេដោយសារប្រអប់តេបើយើងមាន2ប្រអប់តេទី1និងតេទី2គេដាក់តេ A បើតេ A នេះទៅនេះបងប្អូនចូលតេ A នេះហើយបើតេ A រវល់បងម្លឹងទៅចូលតេ B ខាងនោះវិញអញ្ចឹងខ្ញុំប្រាប់ពីតិចនិចអាយ៉ៃចូលប្រអប់អក្សរតេនឹងតិចចំពោះប្រអប់អក្សរតេយើងបងប្អូនដែលរៀនតាមសាលាបងប្អូនប្រកែកប្រកាសជាយល់ហើយតេបើយើងគឺប្រអប់នៅខាងឆ្វេងដៃអញ្ចឹងមកច្រកចូលអក្សរតេគឺប្រភេទចូលដូចចូលទេណាឡានគេសងខាងណាអញ្ចឹងមានបកគោពីដើមនៅខាងមុខហើយបងប្អូនត្រូវចាំពេលប្រឡងមានគណៈកម្មការគាត់សម្រាប់ដាក់បន្ទុកកន្លែងអាយ៉ៃចូលចំណតតេពេលប្រកួតតេ A តេ B និងតេ A តេ B តេ A តេ B នេះយើងចូលតែមួយណាអញ្ចឹងរាល់ការចូលប្រអប់ពេលដែលជិះមកដល់កន្លែងប្រអប់ដាច់ខាតត្រូវបានហុចសម្ភារគណៈកម្មការជៀសវាងមានការបណ្ឌិតមើលខ្លាចយើងច្រឡំប្រឡងជំនួសគ្នាប្រឡងអីចឹងណាបាទអូខេអញ្ចឹងបន្ទាប់ពីយើងហុចសម្ភារគាត់ហើយយើងធ្វើការអនុវត្តមកបច្ចេកទេសចូលប្រអប់អក្សរតេបងប្អូនដឹងហើយអ្នកដែលរៀនតាមសាលាតែអ្នកដែលបានរៀនតាមសាលាបងប្អូនអាចមករៀនធ្វើតាមវីដេអូនេះបានបច្ចេកទេសចូលអក្សរតេបងប្អូនផ្ដោតបកគោពីមុខដែលមាត់ច្រកចូលនេះហើយបងប្អូនអែកមកឆ្វេងដៃកុំលាកកន្លះម៉ែត្របងប្អូនជិះមករហូតស្របតិចកន្លះម៉ែត្រកុំឲ្យទៅប៉ះណារហូតខ្លួនតកង់មកបងប្អូនបងស្មានខ្លួនតកង់របស់យើងចំពាក់កណ្ដាលប្រអប់របស់យើងហើយធ្វើការជន់ហ្វ្រាំងឲ្យជាប់ពេលដែលខ្លួនពាក់កណ្ដាលប្រអប់ឈប់វិលចកោស្ដាំឡើងចេះវិលចកោស្ដាំមកជុំកន្លះឡើងក្បាលឡើងពេលដែលបងប្អូនវិលចកោឡើងបងប្អូនងាកទៅកញ្ចក់ខាងឆ្វេងរបស់យើងណាងាកទៅកញ្ចក់ខាងឆ្វេងនេះសម្លឹងមើលគូឡានខាងឆ្វេងរបស់យើងដើម្បីតម្រង់ចូលប្រអប់ឲ្យឃើញកែងប៉ែងទៅជាមួយបកគោខាងឆ្វេងជាមួយខឿនខាងឆ្វេងណាហើយបងប្អូនធ្វើការឈប់ពេលដែលឃើញប៉ែងទៅហើយឃើញគូឡានខាងឆ្វេងប៉ែងទៅហើយបងប្អូនវិលកោឡានរបស់យើងយកឆ្វេងអស់វិញបាទវិលឆ្វេងអស់វិញជន់ហ្វ្រាំងឈប់សិនវិលកោឆ្វេងវិញណាពីអស់មួយខាងទៅអស់មួយខាងឡើង3យំចកោតមក
hai bom ôn thưa ca đâu lấy thôi còi máu bây giờ thôi còi bom ôn tiền mưa cái chọn hành chuối nè mưa cái chọn hành chuối tịnh bờ sân chỉ khơi cụt lan bờ dương sang say pa hạt lạnh cay hành chuối nắng bom ôn thở ta chết chụp bờ sân chỉ khơi sang say pa là tao tiết ai lang cay hành chuối chứ là bây giờ sang say pa bom ôn bìa chỉ cột ní tròn sân máu là biệt cay chỉ cột cứ bìa tròn sân máu còn lá mà chung còn là hai bom ôn mưa tịnh máu ở khơi còn lan nhưng phận tít hai thưa ca giờ bình màu phận tít giờ bùi màu giờ chỉ cột chuối nó ở bình mất á rồi hốt to ta khơi mà đòi lan nhưng slop song kháng khơi mà đòi lan nhưng slop chỉ mũi khơi song kháng từ bom ôn chụp mà đòn tiệt slop đòn tiệt chụp mà đòn tiệt hai bom ôn bìa chỉ cột năng tròn mà bình máu hai bom ôn thôi thì tích là hốt to ta đòi lan những trâu trong chùm nọt bờ giường nè trâu chùm nọt bờ giường ai bị slop chỉ mũi bờ song kháng nó mất trâu trong chùm nọt bờ giường bây giờ dương trâu trong chùm nọt bờ giường hay dương chọp này bây giờ chọp bom ôn rong chám giờ sầm mì bị cái nạ cam ca quýnh hai dương phơi ca trên bình tỏ pe trênไป chạy cái trên bị chùm nọt dương ở trên phải nhập tế cứ dương căn cho cô tròn thòm đà sấn đâu lên trên máu dương căn cho cô tròn này thòm đà sấn hai dương đội trường tịch hô to tập bẹt đà lan dương hua và cô hàng đàm hai thưa cam vừa thì cô đàm ở màu bây giờ dương tranh bịp ốp mình men rụi luôn thế bom ôn từ club tam phạt nhà to tiền máu được hàng đàm đáy phạt nhà đàm đáy nên mình chụp mùi bom ôn chụp 10 về 13 sân máu rồi mình tiếp cao lại nhà chụp trong bot đàm trong bom ôn thật bật đàm màu và tay ro cá bot bom ôn trên mưa khươn mưa ấy dân lại lớn nè bà chẳng bọt màu mực bà làm trắng bom ôn lì cho cô tròn bình màu ok tôi mà tiết lo lại ní dương sử nhổ nam tiết nè bọt nam tiết chứng tôi bị dương bọt nam tiết dương mọi kia khươn nam tiết dương giờ làm khát xuyên tinh máu mực bà lán đành màu chứng bọt nam còn kia khươn nam phải giặt lang khươn nam bọt xuyên còn kia khươn xuyên phải giặt lang khươn xuyên che mưa tì lia từ lìa màu ok mà đo trònចំណុចនេះមកដល់ត្រង់ចំណុចនេះចូលដល់ប្រអប់តេទី2គេឲ្យឈ្មោះថាតេ B អញ្ចឹងតេ A តេ B ដែលយើងចូលមុនហ្នឹងអាហ្នឹងយើងចូលបរៀនមុនហ្នឹងប្រអប់មិញហ្នឹងអាហ្នឹងគេឲ្យឈ្មោះថាតេ A ហើយមកដល់កន្លែងនេះគេហៅតេ B តេ A តេ B អញ្ចឹងបើករណីសិស្សណាដែលគាត់បានចូលតេ A ដែលខ្ញុំពងបរៀនមិញហើយបងប្អូនមិនមកចូលតេ B ទៀតទេតែបើចំពោះសិស្សណាដែលអត់ទាន់បានចូលតេ A យើងត្រូវចូលតេ B ប៉ុន្តែឥឡូវនេះខ្ញុំធ្វើវីដេអូឲ្យបងប្អូនមើលខ្ញុំបរៀនទាំងពីរទាំងតេ A ផងទាំងតេ B ផងតែពេលប្រឡងយើងចូលតែមួយណាបាទឥឡូវបើសិនជាករណីយើងអត់ទាន់ចូល TE ទេយើងយកអាឡង់ចូល TB មកបាទអញ្ចឹងយើងយកអាឡង់មកខិតមកឆ្វេងតិចមកយកអាឡង់បត់ត្រឡប់ក្រោយប៊ូងស្ដាំអស់ដើម្បីចូល TB មកអូខេហើយចំពោះសិស្សណាដែលគាត់ចូល TE មិញហើយយើងទៅត្រង់ចេះធម្មតាដូចឡើងពីមុខហ្នឹងទៅណាបាទតែដោយសារឥឡូវខ្ញុំបរៀនធ្វើទាំងពីរទាំង TE ទាំង TB តោះងាកមកបច្ចេកទេសដូចគ្នាពេលដែលបងប្អូនជិះមកអាចមកឆ្វេងដៃកុំរៀបកន្លះម៉ែត្រជាមួយប្រអប់បកគោលពីដើមមុខហ្នឹងមកកុំឲ្យតែប៉ះណាស្មានខាងឆ្វេងរបស់យើងឲ្យទាកកន្លះម៉ែត្រមកហើយស្មានខ្លួនតកងរបស់យើងនេះចំពាក់កណ្ដាលប្រអប់នេះឈប់មកហើយយើងរងចាំហុចសម្ភារគណៈកម្មការគាត់ផលិតមើលឈ្មោះផលិតអីសិនទៅណារូបថតអីសិនទៅបន្ទាប់ពីផលិតថាមានខុសអីទេគណៈកម្មការគាត់ថាបានអនុវត្តចាប់តាមអនុវត្តមកអញ្ចឹងទី1ប៊ូងចង្កូតស្ដាំអស់ស្មើនឹងមួយជុំកន្លះដកជើងឡើងពេលដែលបងប្អូនប៉ែងក្បាលឡើងលើបងប្អូនងាកមើលកញ្ចក់ខាងឆ្វេងខ្លះដើម្បីឃើញគូឡានតម្រង់ចូលប្រអប់ហើយក៏មើលក្បាលឡើងខ្លាចជ្រុលទៅនោះពេកដែរអញ្ចឹងមើលឈប់វិញមកអូខេខ្លាចជ្រុលពេកឈប់មើលទៅមុខបើខ្លាចជ្រុលទៅខឿនមុខក៏អាចឈប់បានដូចគ្នាដែរហើយបងប្អូនវល់ចង្កូតឆ្វេងអស់វិញមកបាទឆ្វេងអស់វិញអញ្ចឹងទើសមុខឆ្វេងអស់ថយក្រោយវិញណាបាទហើយដូរលេខថយក្រោយពេលដែលបងថយក្រោយគឺបងប្អូនងាកមើលកញ្ចក់ខាងឆ្វេងដដែលមើលគូឡានខាងឆ្វេងមកបើសង្ស័យប៉ះយើងអាចកែចង្កូតអូខេខ្លាចប៉ះកែចង្កូតម្ដងមកព្រាចង្កូតត្រង់សិនមកឈប់ព្រាចង្កូតឃើញគូឡានផុតតិចចាំយកអស់វិញមកអញ្ចឹងយកចង្កូតឆ្វេងអស់វិញមកណាអញ្ចឹងពេលយកឆ្វេងអស់ហើយបងប្អូនចាំមើលបដ ாய் ឡានយើងស្របជាមួយខឿនមកចេះមើលកញ្ចក់ស្ដាំឆ្វេងឲ្យឃើញបដ ாய் ឡានស្របមកអូខេហើយឈប់មកឈប់យើងព្រាចង្កូតនេះត្រង់មកអូខេអញ្ចឹងយើងធ្វើមួយមិនបាច់ប្រឹងឯមួយតែច្បាស់កុំធ្វើលឿនដូចអ្នកស្ទាត់ណាអញ្ចឹងមិនបាច់ទៅប្រញាប់ពេកទេព្រោះយើងធ្វើមួយផិតព្រៀងតិចមកកុំឲ្យតែប៉ះសងខាងទៅបានហើយអូខេពេលចូលផុតយើងឃើញគាត់ឡានផុតបកគោពីមុខស្មើឈប់ទៅចប់ហើយចប់រងចាំគណៈកម្មការថាបានចេញវិញយកសម្ភារប្រកបវិញមកតោះអញ្ចឹងយើងដូរលេខចេញវិញមកតោះពេលចេញដូចគ្នាដដែលយើងកាន់ចង្កូតឲ្យត្រង់ធម្មតារហូតពាក់កណ្ដាលឡានអញ្ចឹងហួរបកគោស្ដាំយើងបត់ស្ដាំមកហើយយើងមើលផ្លាកញ្ញាស្ដាំតទៀតមកផ្លាកសញ្ញាឈប់បន្តិចមើលឆ្វេងមើលស្ដាំបន្តិចមកក្រោមផ្លាកញ្ញាឈប់យើងបត់ស្ដាំការពីឡើងខឿនស្ដាំយកឡងតិចមកហើយចាំបត់ដើម្បីកុំឲ្យឡើងខឿនណាអូខេជីបដាមើលផ្លូវបដាណាតាមដានក្បាលឡានយើងឲ្យជាប់កុំឲ្យគៀកខឿនពេកឲ្យឡើងខឿនមកដល់ត្រង់ចំណុចនេះចំពោះសិស្សដែលគាត់ចូល TE ក៏ដោយ TB ក៏ដោយពេលមកដល់នេះបងប្អូនភ្លើមើលផ្លាកសញ្ញាដូចគ្នាដែរមកតោះផ្លាកសញ្ញាបត់ស្ដាំយើងបត់ស្ដាំមកការពីឡើងខឿនយកឡងតិចមកយើងអត់ទៅចូលសអេសម្ដងទៀតទេណាបាទអូខេតមកទៀតមកដល់នេះដល់ផ្លូវបំបែកជា4ម្ដងទៀតមានគំនូសថ្មើរជើងទៀតមើលទៅខាងមុខឃើញគំនូសថ្មើរជើងហើយ
ពេលដែលបងប្អូនជិះមកដល់គំនូថ្មជើងបងប្អូនត្រូវតែឈប់មើលឆ្វេងមើលស្ដាំសិនណាបាទហើយយើងមើលផ្លាកសញ្ញាដដែលផ្លាកសញ្ញាកន្លែងផ្លូវ8/4កន្លែងនេះមិនមែនផ្លាកសញ្ញាចង្អុលទៅត្រង់ទៀតទេបងប្អូនត្រូវមើលផ្លាកសញ្ញាចិត្តខ្លួនយើងនេះគឺចង្អុលបត់ឆ្វេងណាហើយមានសិស្សខ្លះគាត់ច្រឡំទៅមើលអាឆ្ងាយនោះគាត់ច្រឡំបត់ស្ដាំទៅមុខអញ្ចឹងកុំច្រឡំណាគឺផ្លាកសញ្ញាបត់ឆ្វេងអញ្ចឹងយើងបត់ឆ្វេងមកផ្លូវនេះវាយសញ្ញាឆ្វេងមកអញ្ចឹងពេលចេញពី TA TB បងប្អូនមកដល់ផ្លូវ8/4បងប្អូនបត់ឆ្វេងមកណាបាទមើលចុងបាឡានបដិញបត់ឆ្វេងមកដល់តែពេលឃើញឡានត្រង់យើងពលាចកូតជីប្រកាន់ស្ដាំយើងធម្មតាមកណាអូខេអូខេអញ្ចឹងបងប្អូនមើលផ្លាកសញ្ញានេះគេដាក់ថាហាមបត់ស្ដាំអញ្ចឹងយើងហាមបត់ស្ដាំមកយើងបត់ឆ្វេងមើលចុងក្បាលឡានផងកុំប៉ោងខ្លាំងពេកខ្លាចជ្រុលដល់កង់ឡានយើងអាចចូលគំនូសគេតិចតួចមកករណីយើងជ្រុលណាអូខេអញ្ចឹងមើលក្បាលឡានឡើងនេះកន្លែងនេះមានពាក្យថាឈប់មួយហើយមានគំនូសថ្មើរជើងកន្លែងនេះពេលដែលប្រឡងបងប្អូនដាច់ខាតត្រូវតែជន់ហ្វ្រាំងឈប់ក្រោយគំនូសថ្មើរជើង1ម៉ែត្រហើយរាប់ពី1ដល់5សិនដូចលើទួលអញ្ចឹងដាច់ខាតត្រូវតែជិះហើយមកដល់កន្លែងហ្នឹងឈប់រាប់ពី1ដល់5ហើយការឈប់បងប្អូនជន់ហ្វ្រាំងឲ្យខ្លាំងតិចមកដើម្បីឲ្យឡានឈប់បាត់វិលកង់ណាកុំជន់តិចពេកខ្លាចឡាននឹងអង្គើតិចអាហ្នឹងគេអត់ចាត់ទៅឈប់ទេគេចាត់ទៅថាបន្ថយល្បឿនអញ្ចឹងពេលដែលបងប្អូនឈប់ជន់ហ្វ្រាំងហ្នឹងឲ្យខ្លាំងតិចមកឲ្យគិតថាឡានហ្នឹងបាត់វិលកង់ហើយអញ្ចឹងបងប្អូនរាប់មក1វិនាទី2វិនាទី3វិនាទី4វិនាទី5វិនាទីមកហើយចាំយើងដកជើងញញហ្វ្រាំងឡើងវិញហើយស្រាតទៅមុខតទៅហើយគ្រប់តាមផ្លាកសញ្ញាតមកព្រោះញអល់បត់ឆ្វេងបងប្អូនបត់ឆ្វេងមកវាយសញ្ញាឆ្វេងមកធ្វើឲ្យគ្រប់លក្ខខណ្ឌមួយតាមបច្ចេកទេសប្រឡងតាមផ្លាកសញ្ញាក្នុងទីលានណាអូខេមកដល់កន្លែងនេះមានផ្លាកសញ្ញាមួយទៀតគេដាក់ថាប្រយ័ត្នខាងមុខមានផ្លូវរថភ្លើងឆ្លងកាត់ពេលដែលឃើញផ្លាកសញ្ញាហ្នឹងបន្តិចបងប្អូនឃើញពាក្យថាឈប់មួយហើយពេលដែលបងប្អូនឃើញពាក្យឈប់បងប្អូនមើលគំនូសពណ៌សដែលគេកាត់ទៅទាំងផ្លូវតម្រូវឲ្យយើងឈប់អញ្ចឹងស្មានចុងក្បាលឡានយើងចិត្តដល់គំនូសហ្នឹងបងប្អូនជន់ប្រាំងឈប់សិនហើយរាប់ពី1ដល់5 1វិនាទី2វិនាទី3វិនាទី4វិនាទី5វិនាទីអូខេអញ្ចឹងក្នុងទីលានប្រឡងរបស់យើងដាច់ខាតត្រូវតែបានឈប់រាល់ជួបផ្លាកសញ្ញាឈប់ហើយក្នុងទីលានប្រឡងយើងមានជួបផ្លាកសញ្ញាឈប់មិនច្រើនទេទី1ចាប់ដើមមុនគេគឺលឺទួលហើយកន្លែងចេញពីអក្សរតេនោះហើយកន្លែងថ្មើរជើងមិញនេះកន្លែងឈប់មុនផ្លូវទាភ្លើងតិចហ្នឹងហើយមកផ្លូវទាភ្លើងគឺមាន4កន្លែងហ្នឹងបងប្អូនត្រូវឈប់ឲ្យត្រឹមត្រូវមកណាបាទតោះពីឈប់ឲ្យបានត្រឹមត្រូវចាំអនុវត្តតមើលផ្លាកសញ្ញាតមកហោព្រួយញអល់ទៅត្រង់មកមើលព្រួយទៅមុខតទៀតអញ្ចឹងផ្លាកសញ្ញាក៏មើលរំលើងបងប្អូនមើលផ្លាកសញ្ញាជួបអីគ្រប់នឹងមួយសិនមកកុំមើលទៅរំលើងឆ្ងាយណាដូចដល់ហើយនេះផ្លូវបត់ហោបងប្អូនមើលព្រួយចង្អុលមកព្រួយចង្អុលបត់ឆ្វេងបងប្អូនបត់ឆ្វេងមកអូខេអញ្ចឹងបត់ឆ្វេងមកអូខេបត់ឆ្វេងតាមក្បាលឡានខ្លួនឯងមកកុំឲ្យជ្រុលទៅប៉ះខឿនមកចេះមើលទីធ្លាផ្លូវមកចាំវល់កោតមកអូខេមកដល់ហើយនេះព្រួយចង្អុលបត់ឆ្វេងបាទព្រួយចង្អុលបត់ឆ្វេងយើងបត់ឆ្វេងទៀតមកពេលបត់ឆ្វេងកន្លែងនេះបងប្អូនសម្លឹងមកឃើញគេដាក់ផ្លាកអក្សរប៉េអញ្ចឹងកន្លែងអក្សរប៉េនេះក៏មានពីរប្រអប់បែងចែកដែរគេបែងចែកប៉េអេបងប្អូនឃើញដាក់បកគោដាក់ផ្លាកប៉េអេនេះប៉េអេប៉េទី1ហើយនឹងប៉េ B ខាងនោះអញ្ចឹងប៉េ A ប៉េ B ហ្នឹងពេលប្រឡងក៏យើងចូលបានតែមួយដែរបើករណីយើងឃើញទី1ទៅនេះគណៈកម្មការចូលទី1យើងចូលប៉េទី1ហ្នឹងឲ្យហើយទៅតែបើទី1ហ្នឹងករណីមានរវល់មានឡានគេចូលគណៈកម្មការចូលទី2យើងចូលទី2ខាងនោះវិញទៅអញ្ចឹងឥឡូវខ្ញុំបរៀនទាំងពីរទាំងប៉េ A ទាំងប៉េ B ហើយពេលប្រឡងបងប្អូនចូលមួយនេះអាស្រ័យដូចជាក់ស្ដែងដូចគ្នាដូចប្រាប់ចឹងទៅតោះឥឡូវយើងចូលប៉េ A ងាកមកបច្ចេកទេសចូលវិញបច្ចេកទេសចូលប៉េក៏ដូចគ្នាដែរសម្រាប់សិស្សដែលគាត់បានរៀនតាមសាលាគាត់ប្រកែកគាត់ជាយល់ហើយមើលការរៀបបកគោឃើញខាងការរៀបបកគោខាងក្រោយមានបកគោ3ងាកមកខាងមុខមានបកគោ2អាចុងនោះមិនបាច់មើលក៏បានដែរអញ្ចឹងបច្ចេកទេសចូលប្រអប់ទី1បងប្អូនផ្ដោតឡានរបស់យើងខាងស្ដាំដៃព្រោះប្រអប់យើងនៅខាងស្ដាំដៃផ្ដោតឡានរបស់យើងជាមួយប្រអប់ហ្នឹងជាមួយចំណតរបស់យើងហ្នឹងជាមួយឡានរបស់យើងកម្រិតកន្លះម៉ែត្រអាចលើសតិចស្ទើរទៀតអត់បញ្ហាទេហើយបងប្អូនម្លងអាបកគោ3ក្រោយចោលមកងាកមើលអាបកគោ2មុខមុនអញ្ចឹងបងប្អូនងាកមកបកគោ2មុខបងប្អូនងាកមើលអាបកគោកែងអា2មុខនេះមើលអាក្រៅនេះងាកកមើលក្រោយឲ្យឃើញបកគោហ្នឹងចំក្នុងត្រីកោណយើងគេហៅដៃទ្វារក្រោយណាងាកមើលមកឲ្យចំមកហើយធ្វើការឈប់ពេលដែលបងប្អូនឈប់បងប្អូនរងចាំលោកគ្រូគណៈកម្មការគាត់មកយកសម្ភារយើងម្ដងទៀតតបនេះក៏ត្រូវការហុចសម្ភារគាត់ដែរណាហើយចាំអនុវត្តបច្ចេកទេសចូលអបអសពេទី1មើលចំត្រីកោណបងប្អូនវល់កោតស្ដាំអស់ហើយដូរលេខទៅក្រោយព្រោះយើងត្រូវការថយចូលប្រអប់ខាងស្ដាំដៃដូរលេខទៅក្រោយពេលថយក្រោយបងប្អូនដកជើងតិចបងប្អូនងាកមកកញ្ចក់ខាងឆ្វេងរហូតឃើញបកគោ3ក្រោយអាបកគោ3ក្រោយដែលដាក់ក្រោយដែលយើងជិះហួសមិញណាមើលឃើញបកគោទី1បកគោទី2ហើយបកគោទី3តែពាក់កណ្ដាលបកគោបានហើយស្មើនឹង2កន្លះហើយឈប់ទៅពេលដែលបងប្អូនឃើញពាក់កណ្ដាលបកគោបងប្អូនឈប់បងប្អូនពលាចកោតរបស់យើងនេះត្រង់វិញសិនកន្លះមួយជុំកន្លះត្រង់សិនហើយងាកមកអាបកគោមិញវិញដដែលអាបកគោដែលយើងមើលចំត្រីកោណមិញដដែលហ្នឹងឲ្យចំលើគល់កញ្ចក់ខាងស្ដាំរបស់យើងនេះអានេះគេហៅគល់កញ្ចក់ខាងមុខនេះលើគល់កញ្ចក់ហើយឈប់បងប្អូនបួងឆ្វេងអស់ហើយចាំដកជើងតិចរហូតតតែបដ ாய் ឡានយើងស្របជាមួយចិញ្ចើមផ្លូវចប់អញ្ចឹងបងប្អូនថយតិចរហូតតបដ ாய் ឡានយើងស្របជាមួយចិញ្ចើមផ្លូវ
ប៉ុន្តែបើករណីបងប្អូនថយហើយស្រាប់តែឡានបើយើងគៀកខឿននឹងចាំផ្លូវបងប្អូនអាចមានវិធីអានេះអត់ឡើងទេតែគាត់ថាខ្ញុំព្រៀននេះកែបើករណីវាឡើងបងប្អូនអាចមានវិធីដូរលេខទៅមុខម្ដងហើយរបៀបដូរលេខទៅមុខបងប្អូនដូរលេខទៅមុខហើយបើគាត់ស្ដាប់អស់ចេះដើម្បីវាកាច់មិនចេះអាហ្នឹងបើករណីវាឃើញកង់មើលកញ្ចក់ស្ដាំចង់ឡើងណាអញ្ចឹងបងប្អូនអាចពលាចកោតដូរលេខមុខម្ដងហើយឆ្វេងអស់ថយក្រោយវិញដល់អាហ្នឹងបើករណីយើងខ្លាចប៉ះយើងអាចកែចកោតនឹងបានវិធីចូលប្រអប់ពេលនេះអាចកែចកោតម្ដងអញ្ចឹងបានណាតែបើតេនោះអត់អាចកែបានទេឡានត្រង់ពលាចកោតត្រង់ថយតិចមកចប់អូខេហើយថយរហូតដល់គូឡានចិត្តដល់ក្រោយឈប់ទៅបាទថយចិត្តដល់ចើមផ្លូវក្រោយទៅចិត្តដល់បកគោក្រោយទៅហើយចប់ពេលដែលចប់បងប្អូនត្រូវការចេញវិញបងប្អូនបួងឆ្វេងដូរលេខចេញមកហើយពេលចេញវិញមិនចាំយកសម្លេងពីគណៈកម្មការវិញព្រោះចូលប្រអប់នេះគឺប្រអប់ចុងក្រោយរបស់យើងហើយអូខេហើយមើលក្បាលឡានផុតពលាវិញមកអូខេហើយមើលទីធ្លាតាមទីធ្លាថែមទៀតមកយើងត្រូវការប៉ោងបត់មកអូខេមកដល់នេះគ្រប់តាមផ្លាកសញ្ញាតទៀតអញ្ចឹងផ្លាកសញ្ញាបត់ស្ដាំបងប្អូនបត់ស្ដាំទៀតមកអូខេបត់ស្ដាំអញ្ចឹងមកដល់កន្លែងនេះគឺប្រអប់ចុងក្រោយគឺប្រអប់ PA PB អញ្ចឹង PB នេះបើករណីសិស្សណាដែលគាត់ចានចូល PA មិញហើយបងប្អូនមិនចាប់ដល់ជាមួយ PB ម្ដងទៀតទេបងប្អូនរំលឹកបត់ឆ្វេងក្របក្រោយទុកឡានទៅបានហើយតែចំពោះសិស្សណាដែលអត់ទាន់ចូល PA ទេយើងត្រូវចូល PB ពីរនឹងដាច់ខាតត្រូវបានចូលមួយបច្ចេកទេសដូចគ្នាតោះបងប្អូនអនុវត្តដូចមុននឹងដែរទី1បងប្អូនរំលឹកអា3នេះចោលទៅមើលអា2មុនបងប្អូនមើលអាបកគោនេះមកនេះឲ្យចំត្រីកោណមកងាកមើលក្រោយចំត្រីកោណឈប់មកតោះបួងស្ដាំអស់ដូចទៅក្រោយអានេះខ្ញុំធ្វើលឿនតិចដោយសារទី2ហើយងាកមើលកញ្ចក់ឆ្វេងឃើញបកគោ3ក្រោយទី1ទី2ហើយនឹងទី3ពាក់កណ្ដាលបកគោឈប់លាចកោត្រង់ហើយថយតិចរហូតមើលអានេះចំលើគល់កញ្ចក់បកគោមុខចំលើគល់កញ្ចក់របស់យើងខាងស្ដាំហើយឈប់មកហើយបួងឆ្វេងអស់ដល់ជើងតិចរហូតតបដោយឡានស្របមួយចាំផ្លូវចប់អានេះមានកាមេរ៉ាយើងអាចមើលកាមេរ៉ាប៉ុន្តែពេលប្រឡងអត់មានកាមេរ៉ាទេអញ្ចឹងបងប្អូនស្មានមើលកញ្ចក់ខាងស្ដាំឃើញស្របឈប់មកបងប្អូនពលាចកោត្រង់មកផ្លែតមកហើយយើងដូរលេខចេញវិញមកហើយយកចកោតចេញវិញផងវាយសញ្ញោឆ្វេងចេញផងពេលចេញយើងបត់ត្រឡប់ឲ្យទុកឡានទៅបានហើយមើលចុងក្បាលឡានទលាយមកហើយកន្លែងចុងក្រោយនេះបើករណីបងប្អូនបត់ត្រឡប់ក្រោយទៅស្រាប់តែក្បាលឡានអត់ផុតទេបងប្អូនអាចដូរលេខទៅក្រោយម្ដងតែបើផុតក៏ផុតទៅអូខេបច្ចេកទេសប្រឡងរបស់យើងសម្រាប់តិចនិចប្រឡងរបស់យើងក្នុងទីលានប្រឡងរបស់យើងគឺអនុវត្តតាំងពីចំណុចចេញដំណើររហូតគ្រប់តាមផ្លាកសញ្ញាដែលខ្ញុំអនុវត្តមុនហ្នឹងរហូតបងប្អូនបើកចូលពេលចុងក្រោយហើយមកដល់បើកដល់ចំណុចបញ្ចប់វិញបានឲ្យបងប្អូនចប់ហើយអញ្ចឹងលទ្ធផលរបស់យើងបើករណីបងប្អូនបើកមកដល់កន្លែងទីតាំងដើមវិញបានឲ្យបងប្អូនជាប់ហើយលទ្ធផលប្រឡងរបស់យើងបានឲ្យបងប្អូនជាប់ជាស្ថាពរហើយតែបើសិនជាករណីបងប្អូនខុសកន្លែងណាមួយខុសឡើងខឿនខុសផ្លាកសញ្ញាខុសចូលប្រអប់បានអញ្ចឹងខុសកន្លែងណាពេលប្រឡងគណៈកម្មការចាប់ឲ្យយើងធ្លាក់គាត់នឹងឲ្យយើងចុះពីឡានកន្លែងធ្លាក់ហ្នឹងហើយអញ្ចឹងគាត់ឲ្យយើងបើកតមកដល់កន្លែងនេះហើយគឺមានគណៈកម្មការផ្សេងគាត់បើកជំនួសហើយអូខេអញ្ចឹងលទ្ធផលរបស់យើងកាលណាបើកដល់កន្លែងនេះបានថាយើងបងប្អូនជាប់ហើយណាអូខេអញ្ចឹងក្នុងវីដេអូនេះខ្ញុំបញ្ចប់តែប៉ុណ្្នឹងព្រោះយើងបើកដល់គោលដៅបញ្ចប់ហើយបងប្អូនអាចមើលវីដេអូហ្នឹងសារដើមម្ដងទៅពីរដងទៀតបងប្អូននឹងយល់មើលតាមផ្លាកសញ្ញាតទៅហើយពេលប្រឡងបងប្អូនគ្រប់តាមផ្លាកសញ្ញាហ្នឹងដូចខ្ញុំអនុវត្តឲ្យបងប្អូនមើលអញ្ចឹងបើកបតបងប្អូនធ្វើម៉េចអនុវត្តតាមតិចនិចមួយតាមខ្ញុំធ្វើទៅណាបាទអាចមករៀនមើលបានដើម្បីត្រៀមលក្ខណៈដើម្បីពេលប្រឡងទៅកុំឲ្យភ័យកុំឲ្យអីចឹងទៅអូខេអញ្ចឹងក្នុងវីដេអូនេះខ្ញុំចេញតែប៉ុណ្្នឹងទេបើសិនជានិយាយក្នុងវីដេអូហ្នឹងមានកន្លែងណាមួយខុសឆ្គងអីសូម comment ប្រាប់ខាងក្រោមផងហើយបើសិនជានិយាយទៅមានកន្លែងណាខុសឆ្គងអីសូមអធិស្ឋានផងហើយសម្រាប់បងប្អូនដែលអត់ទាន់បាន subscribe នៅ channel YouTube របស់ខ្ញុំមួយនោះទេជួយ subscribe ផងហើយបងប្អូនដែលមានបំណងចង់រៀនបើកបរចង់សួរព័ត៌មានផ្សេងៗបងប្អូនអាច comment អាចឆាតសួរតាម Telegram ដែលខ្ញុំដាក់ខាងក្រោមបានអញ្ចឹងសូមអរគុណសូមជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នា